តើព្រះមហាក្សត្រខ្មែរអង្គណាដែលហ៊ានបោះបង់ចោលព្រហ្មញ្ញសាសនាហើយងាកមកសោយរាជ្យដោយប្រើផ្លូវធម៌នៃព្រះពុទ្ធសាសនាមហាយានជំនួសវិញព្រះអង្គនោះហើយគឺព្រះបាទជ័យវរ្ម័នទី7ដែលជាវរក្សត្រដ៏អស្ចារ្យបំផុតមួយអង្គនៅក្នុងប្រវត្តិសាស្ត្រខ្មែរព្រះអង្គបានរំដោះប្រទេសពីការឈ្លានពានបង្កើតមជ្ឈមណ្ឌលអរិយធម៌ថ្មីអង្គរធំនិងបានកសាងមន្ទីរពេទ្យរោងសំណាក់និងប្រាសាទនានាដើម្បីប្រជារាស្ត្រនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីជីវិតជ័យជំនះនិងកេរដំណែលនៃព្រះមហាក្សត្រដែលបាននាំអាណាចក្រខ្មែរឲ្យដល់ចំណុចកំពូលយុវវ័យនិងការយាងត្រឡប់យុវមេទ័ពដែលអត់ធ្មត់នឹងការលុកលុយរបស់ចាមព្រះបាទជ័យវរ្ម័នទី7ទ្រង់ប្រសូតនៅប្រហែលឆ្នាំ1125នៅក្នុងរាជវង្សក្សត្រីគឺបានចំណាយយុវវ័យរបស់ព្រះអង្គជាមេទ័ពនិងជាអ្នកសិក្សារៀនសូត្រព្រះអង្គមានជំនឿដ៏មុតមាំទៅលើព្រះពុទ្ធសាសនាមហាយានទាំងពីវ័យក្មេងនៅពេលដែលព្រះអង្គមានវ័យប្រហែល50ព្រះវស្សាព្រឹត្តិការណ៍ដ៏ធំមួយបានកើតឡើងនៅឆ្នាំ1177រាជធានីអង្គរត្រូវបានពួកចាមចូលលុកលុយនិងផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រះមហាក្សត្រខ្មែរពេលនោះក៏ត្រូវសោយទីវង្គតព្រះអង្គបានយាងត្រឡប់ពីការនិរទេសខ្លួនហើយបានប្រើរយៈពេល4ឆ្នាំដើម្បីរៀបចំកងទ័ពនិងយុទ្ធសាស្ត្រនៅឆ្នាំ1181ព្រះអង្គបានដឹកនាំកងទ័ពជើងទឹកវាយបណ្ដេញពួកចាមចេញពីបឹងទន្លេសាបនិងដណ្ដើមរាជធានីមកវិញជ័យជំនះដ៏អស្ចារ្យនេះបានធ្វើឲ្យព្រះអង្គឡើងគ្រងរាជ្យនៅវ័យជាង50ព្រះវស្សាហើយក៏ក្លាយជាវីរបុរសរំដោះជាតិបន្ទាប់ពីទទួលបានជ័យជំនះព្រះបាទជ័យវរ្ម័នទី7បានសម្រេចប្រតិយកសាងរាជធានីថ្មីទាំងស្រុងគឺអង្គរធំដើម្បីជំនួសរាជធានីចាស់រាជធានីនេះត្រូវបានការពារដោយកំពែងថ្មដ៏រឹងមាំនិងមានប្រវែង12គីឡូម៉ែត្រនៅចំកណ្ដាលក្រុងព្រះអង្គបានកសាងប្រាសាទរដ្ឋបាយ័នមិនដូចក្សត្រមុនដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាទេព្រះអង្គបានឧទ្ទិសបាយ័នដល់ព្រះពុទ្ធសាសនាមហាយានដោយគោរពបូជាព្រះពោធិសត្វលោកេស្វរៈដែលជាតំណាងនៃសេចក្តីមេត្តាធម៌មុខព្រំញញឹមដ៏ធំសម្បើមទាំងជាង200នៃប្រាសាទបាយ័នត្រូវបានគេជឿថាគឺជា